សូមស្វាគមន៍មកកាន់វីដេអូទី3របស់ខ្ញុំបាទនាពេលល្ងាចថ្ងៃទី29ក្នុងខែធ្នូនេះអ្វីដែលនឹងជម្រាបជូនទៅដល់អស់លោកអ្នកគឺខ្ញុំបាទបានទទួលនៅស្ថានភាពនៅឯខាងខ្មែរយើងនេះមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងអ្វីដែលខាងថៃគាត់បាននិយាយបាទអញ្ចឹងអស់លោកអ្នកគេនិយាយតែរឿងគេទេយើងកុំទៅខ្វល់រឿងគេអត់ទេវាពាក់ព័ន្ធជាមួយនឹងយើងបន្តិចបន្តួចដែរខាងនោះនិយាយអាម៉េចនិយាយទៅក៏ប៉ុន្តែរឿងដែលពាក់ព័ន្ធជាមួយនឹងខ្មែរគឺលើយើងត្រូវតែដឹងអំពីសម្ដីរបស់គេដែរមិនមែនគេនិយាយអីនិយាយទៅយើងស្ងាត់ស្ងៀមមិនទទួលដឹងឮនោះទាំងអស់ទេបាទព្រោះជនជាតិហ្នឹងគឺវានិយាយអីអត់ដែលចាញ់យើងទេជនជាតិហ្នឹងគឺវានិយាយអីអត់ដែលស្មើយើងទេមានតែទាញយកលើសយើងទាំងអស់បើទោះបីជាប្រទេសនៅលើពិភពលោកគេបាននិយាយឲ្យថាថៃដែលសង្គ្រាមរយៈពេល20ថ្ងៃនេះគឺជាការឈ្លានពានមកដល់ខ្មែរយើងគេនិយាយគេបញ្ជាក់អញ្ចឹងក៏ប៉ុន្តែខាងថៃនេះមិនទទួលយកពាក្យសម្ដីនោះឡើយបាទអញ្ចឹងណាមានន័យថាអត់មានពីណាមួយអាចទៅប៉ះពាល់វាបានទេគឺវាខ្លាំងតែឯងតែម្ដងអាមេរិកក៏និយាយអញ្ចឹងត្រាំគឺគាត់និយាយថាមើលទៅឃើញថាថៃនេះបាញ់មកខ្មែរមុនឈ្លានពានខ្មែរមុនបាទអឺរ៉ុបក៏គេនិយាយអញ្ចឹងដែរឥឡូវបានមកដល់ឥណ្ឌាគេនិយាយអញ្ចឹងទៀតហើយខាងចិននេះគាត់ព្យាយាមធ្វើជាអព្យាក្រឹតព្យាយាមធ្វើជាអញ្ញាកដាលអញ្ចឹងចាំមើលចិនគាត់នឹងនិយាយថាយ៉ាងដូចម្តេចដែរពីព្រោះថាឃើញរដ្ឋមន្ត្រីការបរទេសរបស់ខ្មែរយើងផងហើយនឹងរដ្ឋមន្ត្រីការបរទេសរបស់សៀមនេះផងកំពុងតែជួបប្រជុំគ្នាត្រីភាគីនៅឯប្រទេសចិនអញ្ចឹងចាំមើលការប្រជុំគ្នារួចនឹងឃើញថាកាត់សេចក្តីយ៉ាងណាប៉ុន្តែរឿងដែលការប្រជុំគ្នានោះគឺសង្ឃឹមថាពួកគាត់នឹងបង្រួបបង្រួមឲ្យកុំឲ្យមានសង្គ្រាមតទៅទៀតបាទបង្រួបបង្រួមកុំឲ្យមានសង្គ្រាមតទៅទៀតគឺតួនាទីរបស់ចិនគឺយ៉ាងដូច្នោះបាទឥឡូវអស់លោកអ្នកនៅក្នុងអត្ថបទដែលខ្ញុំត្រូវលើកឡើងដើម្បីបញ្ជាក់ជូនទៅដល់អស់លោកអ្នកនៅក្នុងវីដេអូនេះគឺមានចេះនាយករដ្ឋមន្ត្រីអនុទិនឆាន់វរៈគុលក្រុងនឹងទៅទស្សនកិច្ចនៅខេត្តជាប់ព្រំដែនថៃកម្ពុជាចំនួន3ខេត្តគឺមានខេត្តបុរីរាមខេត្តសរិននិងខេត្តអាណាត់ឆារឿននៅក្នុងថ្ងៃទី29នេះបាទ29ខែធ្នូហ្នឹងគាត់នឹងមកទស្សនកិច្ចនៅខាងខេត្តដែលជាប់ព្រំដែនហ្នឹងប៉ុន្តែមុននឹងចេញដំណើរគាត់បានសង្កត់ធ្ងន់ថាបទឈប់បាញ់រយៈពេល72ម៉ោងគឺបានយល់ព្រមនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងថៃនិងកម្ពុជានឹងបញ្ឈប់នៅថ្ងៃស្អែកទី30ខែធ្នូវេលាម៉ោង12ថ្ងៃត្រង់បាទអញ្ចឹងម៉ោង12:00នាទីគឺជាថ្ងៃដែលចុងក្រោយសម្រាប់ស្អែកណាអូនណាសម្រាប់ស្អែកហ្នឹងគឺជាថ្ងៃចុងក្រោយនៃបទឈប់បាញ់រយៈពេល72ម៉ោងគាត់ថានឹងបញ្ចប់នៅពេលនោះហើយតទៅទៀតគាត់នឹងបន្តឲ្យមានបទឈប់បាញ់ជាមួយនឹងខ្មែរយើងតទៅទៀតឬក៏យ៉ាងណាគឺយើងអត់ទាន់ដឹងដែរហើយឬក៏គាត់ត្រូវតែចាប់ផ្ដើមបើកការវាយប្រហារមកដល់ខ្មែរតទៅទៀតឬក៏យ៉ាងណាក៏យើងអត់ទាន់ដឹងដែរអញ្ចឹងចាំមើលក្រោយម៉ោង12ថ្ងៃទី30ខែធ្នូនោះសិនបាទចាំមើលសិនបាទប៉ុន្តែមិនមែនចាំមើលដោយគ្មានការប្រុងប្រយ័ត្នទេមិនមែនចាំមើលដោយគ្មានការប្រយ័ត្នខ្លួននោះទេអស់លោកអ្នកដែលនៅក្នុងតំបន់ដែលកំពុងតែរងផលប៉ះពាល់មេត្តាប្រយ័ត្នប្រយែងឲ្យបានខ្ជាប់ខ្ជួនផងហើយជាពិសេសកុងដែលនៅឯប្រាសាទប្រទាយឆ្មាបងស្រីក្រុមគ្រួសាររបស់គាត់ដែលនៅឯប្រាសាទប្រទាយឆ្មាក៏មេត្តាប្រយ័ត្នប្រយែងឲ្យបានមែនទែនចាប់ពីម៉ោង12:00នាទីថ្ងៃទី30រួចនោះបាទព្រោះខ្លាចថាគេបកកហេតុផលអីម្យ៉ាងទៀតដើម្បីវាយប្រហារបាទអញ្ចឹងណាយើងប្រយ័ត្នប្រយែងនៅកន្លែងហ្នឹងកុងមេត្តាកុងប្រយ័ត្នប្រយែងមែនទែនកុងបាទអញ្ចឹងខ្ញុំរាប់អានគាត់រាប់អានខ្ញុំនៅខេត្តប្រទាយឆ្មានោះអញ្ចឹងក៏សូមបញ្ជាក់ជូនទៅដល់គាត់ឲ្យគាត់ប្រយ័ត្នខ្លួនផងអ្វីដែលលោកអនុទិនបាននិយាយគឺគាត់ថាគាត់បានរាយការណ៍អំពីការទទួលព័ត៌មានថ្មីអំពីមន្ត្រីសន្តិសុខថាស្ថានភាពទូទៅនៅតែមានស្ថិរភាពឥឡូវនេះនៅក្នុងអំឡុងនៃ72ម៉ោងនេះគឺនៅមានស្ថិរភាពមិនទាន់អ្នកណាផ្អើលវាយអ្នកណាទេជុំវិញព័ត៌មានថារដ្ឋាភិបាលចិននឹងផ្ដល់ជំនួយ20លានយួនទៅដល់កម្ពុជាចំពោះការខូចខាតសង្គ្រាមលោកអនុទិនបានបញ្ជាក់ថាថៃក៏ទទួលបានការជូនពីអាជ្ញាធរចិនដែរតែថាថៃនឹងទទួលយកសំណើនេះដោយរងចាំការពិភាក្សាទៅលើការវិលត្រឡប់មកវិញរបស់រដ្ឋមន្ត្រីការបរទេសថៃគឺលោកស៊ីហាសាភួងកេតកៅសិនអញ្ចឹងចាំលោកភួងកេតកៅត្រឡប់មកវិញ
ពីកិច្ចប្រជុំជាមួយនឹងចិនសិនបានគាត់បានចាប់ផ្ដើមពិភាក្សាគ្នាថានឹងយកជំនួយពីចិនយកស្អីគេពីព្រោះចិនជួយ20លានយួនបាទ20លានយួនលុយចិនហ្នឹងមកដល់កម្ពុជាគឺស្មើនឹង 1.2 លានដុល្លារជំនួយពីចិនមកហ្នឹងគឺស្មើ 1.2 លានដុល្លារសម្រាប់កម្ពុជាអញ្ចឹងថៃក៏ថាគាត់បានដែរប៉ុន្តែគាត់អត់អរលោកអ្នកណាគឺគាត់អត់ទាន់ដឹងទេបាទគាត់អត់ទាន់ដឹងថាគាត់យកអីទេអរលោកអ្នកខ្ញុំមិញច្រឡំថា20លានយួនហ្នឹងគឺស្មើនឹង 2.8 លានដុល្លារ 2.8 លានដុល្លារណាអរលោកអ្នកណាសូមមេត្តាកែកន្លែងហ្នឹងផងអញ្ចឹងនាយករដ្ឋមន្ត្រីរូបហ្នឹងគឺរបស់ថៃហ្នឹងគាត់ថាមិនមែនតែកម្ពុជាទេដែលទទួលជំនួយពីចិនតែថៃក៏ទទួលបានដែរក៏ប៉ុន្តែកំពុងតែពិចារណាថាយកឬក៏អត់ណែគេឲ្យហើយអញ្ចឹងគាត់យកឬក៏អត់នឹងជារឿងរបស់គាត់ដែរពីព្រោះថាមនុស្សគាត់នេះមនុស្សសន្តាននេះគឺមិនដែលចេះក្រោមអ្នកណាទេបើទោះបីយកជំនួយគេហើយក៏នៅតែខ្លាំងលើគេនឹងដែរបាទអញ្ចឹងណាគាត់ថាគាត់កំពុងថាពិចារណាយកឬក៏អត់តែកម្ពុជាទទួលជំនួយមនុស្សធម៌ពីប្រទេសចិនដែលមានតម្លៃ20លានយួនដែលស្មើនឹង 2.8 លានដុល្លារដើម្បីជួយទៅដល់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជាថៃនេះជំនួយសង្គ្រោះបន្ទាន់នេះរួមទាំងការផ្គត់ផ្គង់ដូចជាតង់ភួយអាហារនិងសម្ភារៈចាំបាច់ផ្សេងទៀតសម្រាប់ភៀសខ្លួនដែលត្រូវបានបញ្ជាក់ដោយមន្ត្រីចិននិងកម្ពុជាបានអញ្ចឹងជំនួយហ្នឹងគឺត្រូវបានទទួលយកហើយលុយដែលទទួលបានហ្នឹងគឺប្រមាណ 2.8 លានដុល្លារនេះអញ្ចឹងអស់លោកអ្នកអាចឃើញនៅក្នុងរូបភាពថាគាត់ដាក់ពីយន្តហោះមកតែម្ដងបាទអញ្ចឹងបានគ្របចិត្តថាសរសេរថាជាជំនួយរបស់ចិនសម្រាប់កម្ពុជាទៅដល់ជនដែលរងនៃផលប៉ះពាល់ពីការប៉ះទង្គិចគ្នានៃការឈ្លានពានរបស់សៀមបាទយើងនិយាយឲ្យខ្លីចឹងឲ្យចំចឹងតែម្ដងចប់បាទអញ្ចឹងសូមអស់លោកអ្នកមេត្តាទទួលជ្រាបហើយមានរឿងតទៅទៀតដែរមានរឿងតទៅទៀតដែលត្រូវជម្រាបជូនអស់លោកអ្នកក្តៅបន្ទាន់នេះសៀមប្រកាសនៅម៉ោង 7:12 ថ្ងៃត្រង់នេះទាហានថៃបានជន់មីនលើដីកម្ពុជានៅឯភ្នំ400នៅស្រុកតាសោមនៅពេលដែលកំពុងឈូសឆាយតំបន់នេះបាទអញ្ចឹងឲ្យត្រូវចោះព្រោះធ្វើមិនទេបើមកជន់លើដីកម្ពុជាហើយអ្នកឯងត្រូវចោះស្លាប់ចោះកម្ពុជាមានតែជួយអបអរនៅពេលដែលអ្នកឯងស្លាប់ដោយសារអ្នកឯងឈ្លានពានមកឈូសឆាយអីនៅលើដីកម្ពុជាបាទអញ្ចឹងមីននៅលើដីកម្ពុជាអ្នកឯងមកជន់អ្នកឯងកុំបន្ទោសកម្ពុជាសោះបាទហើយបើសិនជាមីននៅលើដីថៃអ្នកឯងជន់អ្នកឯងក៏មិនត្រូវបន្ទោសកម្ពុជាដែរពីព្រោះកម្ពុជាអាឡែងតែរវល់ទប់ទល់នឹងការឈ្លានពានរបស់អ្នកឯងគ្មានពេលឯណាលូនក្រាបដើម្បីទៅលួចដាក់មីននោះទេហើយបើលួចដាក់មីនអ្នកឯងដឹងច្បាស់ថាមីននោះគឺជាមីនកម្ពុជាអញ្ចឹងមានន័យថាអ្នកឯងឃើញពេលដែលកម្ពុជាកំពុងតែដាក់គឺអញ្ចឹងហើយចុះបើឃើញកម្ពុជាកំពុងតែលូនទៅដាក់ហើយអ្នកឯងក៏មិនចាប់អ្នកឯងក៏មិនបាញ់សម្លាប់នៅទុកឲ្យដាក់ឲ្យកម្ពុជាបកមកវិញហើយឲ្យទាហានអ្នកឯងដើរជន់ទៀតអាកន្លែងហ្នឹងណាអរលោកណាហើយលោកគ្រូពេទ្យហ្នឹងក៏គាត់ចង់បង្ខំឲ្យខ្ញុំបាទនិយាយនៅកន្លែងហ្នឹងដែរថាវាបន្ទោសថាមីនហ្នឹងគឺជាមីនរបស់កម្ពុជាដែលដាក់ថ្មីហេតុអីបានដឹងថាកម្ពុជាអ្នកដាក់ថាវាមើលឃើញហើយចុះបើមើលឃើញអាពេលដាក់ហ្នឹងមិនក៏មិនចាប់មិនក៏មិនបាញ់សម្រាប់ចោលទៅអរលោកអ្នកទាហានណាមួយដែលលូនទៅដាក់មីននៅលើទឹកដីរបស់អ្នកឯងមានសិទ្ធិបាញ់សម្រាប់ចោលទៅណាហេតុអីក៏មីននោះផ្ទុះដល់គ្រោះថ្នាក់ដល់ទាហានខ្លួនឯងធ្វើអីទុកឲ្យផ្ទុះអញ្ចឹងធ្វើអីអាហ្នឹងអញ្ចឹងអ្វីទាំងអស់គឺសិតសឹងតែជាលេសអ្វីទាំងអស់គឺសិតសឹងតែជាការចោទប្រកាន់ដោយគ្មានភស្តុតាងបាទដោយគ្មានមូលហេតុនេះខាងសៀមអរលោកអ្នកអញ្ចឹងវាជារឿងមួយដែលខ្មែរយើងមិនអាចទទួលយកបានឡើយកងទ័ពថៃបាននិយាយថាយន្តហោះគ្មានមនុស្សបើកម្ពុជាបានបំបែកដែនអាកាសហើយក៏បានឆ្លើយតបយ៉ាងលឿនខែឧសភាកងទ័ពថៃបាននិយាយថាថ្ងៃនេះខ្លួនបានរកឃើញដ្រូនរបស់កម្ពុជា250គ្រឿងឆ្លងចូលទៅដល់ទឹកដីថៃនៅក្នុងតំបន់ព្រំដែនមួយចំនួននៅថ្ងៃទី29ខែធ្នូដោយអំពាវនាវឲ្យមានការញុះញង់ណែចោតខ្មែរយើងថាបរហោះដ្រូន250គ្រឿងចូលទៅក្នុងដីថៃនៅថ្ងៃទី29ខែធ្នូនេះថាជាការបង្ហោះដ្រូនរបស់ខ្មែរយើងចូលទៅក្នុងទឹកដីថៃគឺជាការញុះញង់ឲ្យមានបទវាយប្រហារគ្នាទៀតណែចោតខ្មែរយើងចឹងទៀតហើយអរលោកអ្នកអាចទទួលយកបានអត់តែពេលចឹងឈឺចាប់អត់អរលោកអ្នកមន្ត្រីរបស់ខ្មែរយើងពេលដែលឮសូរព័ត៌មាននេះគាត់ឈឺចាប់អត់ដែលគាត់អត់បានធ្វើអីផងណាអញ្ចឹងណា
drone ដល់តែ250គ្រឿងមកប្រហោះពេលដែលកំពុងតែវាយប្រហារនេះចុះហេតុអីក៏ខ្មែរយើងមាន drone 250គ្រឿងហើយមិនប្រហោះទៅវាយថៃនៅពេលអំឡុងពេលវាយនោះទៅពេលវាយ20ថ្ងៃហ្នឹងមិនក៏មិនប្រហោះទៅវាយទៅចុះហេតុអីក៏មកប្រហោះនៅពេលដែលបត់ឈប់បាញ់72ម៉ោងនេះអាហ្នឹងកន្លែងហ្នឹងអស់លោកអ្នកបានថាវាចោទយើងថាមានការញុះញង់ទៀតហើយនឹងជាការរំលោភបំពានដែលអាចកើតមានឡើងទៅលើវិធានការនៃការកម្ចាត់វិធានការដើម្បីព្រមានហើយក្រោមការព្រមព្រៀងដែលបានថ្លែងការរួមគ្នាជាមួយនឹងគណៈកម្មាធិការព្រំដែនទូទៅ JBC អញ្ចឹងថាខ្មែរយើងនឹងប្រហោះដ្រូនទៅទី1គឺជាការញុះញង់ទី2គឺជាការរំលោភបំពានទៅលើសេចក្តីសម្រេចឬក៏វិធានការណាមួយឬក៏ព្រមានទៅដល់វិធានការណាមួយដែលជាសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការព្រំដែនទូទៅដែលហៅកាត់ថា JBC នេះថាបំពេញ72ម៉ោងហ្នឹងបាទនេះគឺជារឿងមួយដែលអត់អាចទទួលយកបានទៀតទេចោតខ្មែរយើងអញ្ចឹងទៀតថ្ងៃទី29ហ្នឹងអ្នកនាំពាក្យកងទ័ពជើងគោកគឺលោកវិនថៃសូវ៉ារីបាននិយាយថាយន្តហោះគ្មានមនុស្សបើកត្រូវបានរកឃើញនៅក្នុងតំបន់ព្រំដែននៃខេត្តឧបលរាជធានីនិងខេត្តស៊ីសាកេតនិងខេត្តបុរីរាមបានរកឃើញនៅនោះនៅពេលដែលនាយករដ្ឋមន្ត្រីអនុទីនទៅទស្សនកិច្ចនៅខេត្តទាំងអស់នោះឥឡូវហ្នឹងឃើញដ្រូនទៅហើយឃើញដ្រូនខ្មែរយើងទៅហើយទៅដើម្បីចង់ទៅស្វាគមន៍លោកអនុទីនវាជារឿងមួយមិនសមហេតុផលទាំងអស់ឬក៏ទាហានខ្មែរយើងធ្វើអញ្ចឹងមែនមិនដាច់ខាតអស់លោកអ្នកចរិតរបស់ខ្មែរយើង 100% តាំងពីកូនទាហានរហូតទៅដល់មេទាហានរហូតទៅដល់មេបញ្ជាការរហូតទៅដល់ឧត្តមសេនីយ៍គឺគាត់អត់ធ្វើយ៉ាងដូចនេះទេពីព្រោះខ្មែរយើងគឺមានចរិតមួយគោរពពាក្យសន្យាណាស់បាទគោរពគ្នាណាស់គោរពអ្នកដទៃណាស់ខ្មែរយើងគឺមានចរិតអញ្ចឹងតែនិយាយថាយ៉ាងម៉េចហើយគឺយ៉ាងដូចនោះហើយមិនបានទៅបំពេញអ្នកឯងទេគឺខ្ញុំជឿជាក់លើយោធារបស់ខ្មែរគឺយ៉ាងដូចនេះបាទហើយអស់លោកអ្នកជឿជាក់ដែរឬក៏យ៉ាងណាឬក៏មានអ្នកណាថាគ្រប់គ្រងអ្វីដែលអ្នកនាំពាក្យទាហានរបស់ថៃនិយាយនេះគឺជារឿងត្រឹមត្រូវបាទប៉ុន្តែខ្ញុំអត់គ្រប់គ្រងទេសម្ដីរបស់គាត់គឺសិតតែសម្ដីញុះញង់វិញទេអស់លោកអ្នកណាលោកក៏បាននិយាយផងដែរថាឧបតវហេតុនេះគឺស្នើឲ្យបន្តបំណងធ្វើជាម្ចាស់ផ្ទះដោយកម្ពុជាដោយជំរុញឲ្យថៃពិចារណានៅវិធានការប្រឆាំងនឹងការពារសហគមន៍ព្រំដែននិងការពារអធិបតេយ្យភាពរបស់ខ្លួនណែថាជំរុញថាខ្មែរយើងណាធ្វើជាម្ចាស់ផ្ទះបាទថាខ្មែរយើងធ្វើជាម្ចាស់ផ្ទះដើម្បីបង្កើតរឿងមួយដែលនៅក្នុងគោលបំណងបន្តនៃការឈ្លានពាននៃការដែលធ្វើឲ្យថៃត្រូវពិចារណាអំពីការប្រឆាំងឬក៏អំពីការការពារព្រំដែនអំពីការការពារអធិបតេយ្យភាពរបស់ខ្លួនណាថាខ្មែរយើងនឹងធ្វើជាម្ចាស់ផ្ទះដែលមានគោលបំណងបន្តឲ្យថៃនេះការពារអធិបតេយ្យភាពខ្លួនឯងនៃរបស់គាត់គឺយ៉ាងដូចនេះមានន័យថាខ្មែរយើងនឹងជាអ្នកវាយមុនហើយគាត់អ្នកការពារក៏ប៉ុន្តែសហគមន៍អន្តរជាតិម៉ាកាណូគេមើលឃើញថាថៃនេះគឺជាអ្នកឈ្លានពានកម្ពុជាមិនមានអ្នកណាទេមិនមែនជាកម្ពុជាទេគឺថៃអ្នកឈ្លានពានសុទ្ធសាធ 100% បាទចឹងហើយលោកក៏បន្ថែមថាអាជ្ញាធរក៏អាចពិនិត្យមើលឃើញនិងដោះលែងអ្នកទោសសង្គ្រាមចំនួន18នាក់ផងដែរបាទអញ្ចឹងរឿងទាហាន18នាក់គឺត្រូវពិនិត្យមើលសារឡើងវិញទៀតដោះលែងឬក៏មិនដោះលែងហ្នឹងគឺគេពិនិត្យមើលសារឡើងវិញទៀតអញ្ចឹងណាលេសរបស់គេនៅក្នុងកន្លែងហ្នឹងនិយាយ72ម៉ោងថាទី1គឺបត់ឈប់បាញ់បាទទី2គឺការដោះលែងនៅអ្នកទោសសង្គ្រាមចំនួន18នាក់បាទយើងហៅថាកងទ័ពខ្មែរយើងចំនួន18នាក់នេះអញ្ចឹងបត់ឈប់បាញ់គឺមានប៉ុណ្ណឹងប៉ុន្តែ72ម៉ោងនេះដែលថៃបានអនុវត្តគឺឃើញមានតែបត់ឈប់បាញ់មួយថាអញ្ចឹងចុះហើយបន្តមកទៀតការដោះលែងវីរៈទ័ពយើងទាំង18នាក់នេះគឺអត់ទាន់បានឃើញទេមិនទាន់បានអនុវត្តតាមអ្វីដែលនៅក្នុងកិច្ចព្រមព្រៀងនោះទេអត់ទាន់ទេប៉ុន្តែឥឡូវនេះថៃចាប់ផ្ដើមយកលេសទី1ថៃដើរជាន់មីនទី2ក៏ឃើញដ្រូន250គ្រឿងដែលទៅបំពេញដែនអាកាសរបស់ថៃអញ្ចឹងគាត់កំពុងតែពិចារណារឿងការដោះលែងនៃអ្នកទោសសង្គ្រាម18នាក់នោះបាទអញ្ចឹងអស់លោកអ្នកឈឺចាប់នៅប៉ុណ្ណឹងបាទណាអស់លោកអ្នកណាអ្វីដែលខ្ញុំជម្រាបហ្នឹងគឺបានប្រព័ន្ធនេះជូនទៅដល់អស់លោកអ្នកហើយថាជាសារព័ត៌មានដែលចេញមកដោយ Khowsot English បាទដែលចេញដោយសារព័ត៌មាន Khowsot English ហើយអស់លោកអ្នកខ្លះគាត់ថាគុំទៅស្ដាប់ព័ត៌មានហ្នឹងគឺជាព័ត៌មានញុះញង់
ប៉ុន្តែខ្ញុំយល់ថាមិនត្រូវស្ដាប់ក៏អស់លោកអ្នកត្រូវតែជ្រាបដែរមិនបាច់ស្ដាប់ទេប៉ុន្តែត្រូវតែជ្រាបនៅក្នុងអត្ថន័យមួយគឺការពារខ្លួននៅក្នុងអត្ថន័យមួយថាស្ថានភាពគឺធ្លាក់ទៅដល់ចំណុចណាហើយមិនទាន់បានអនុវត្តនៅក្នុងចំណុចណាហើយអញ្ចឹងណាអស់លោកអ្នកណាឥឡូវធ្លាក់ទៅដល់ចំណុចថាគេចោទយើងថាដាក់ដ្រូនទៅគេហើយមកដល់ចំណុចដែលមិនត្រូវអនុវត្តគឺអ្នកទាំង18នាក់គឺខាងគាត់អត់ទាន់ដោះលែងគឺចឹងឯងគាត់កំពុងតែពិចារណាតទៅទៀតអស់លោកអ្នកមកដល់ត្រឹមនេះគឺអស់លោកអ្នកយល់យ៉ាងដូចម្ដេចដែរហើយមានការវិភាគយ៉ាងដូចម្ដេចដែរក៏សូមធ្វើការបញ្ចេញមតិតាមការគួរនេះគឺជាការឆ្លើយឆ្លងនៃព័ត៌មានទៅវិញទៅមកអញ្ចឹងទេខ្ញុំក៏សូមបញ្ចប់តែប៉ុណ្ណេះហើយសង្ឃឹមថាអស់លោកអ្នកនឹងទទួលជ្រាបដោយរីករាយក៏សូមអរគុណហើយជួបគ្នានៅក្នុងវីដេអូក្រោយទៀត